នេះខ្ញុំផ្សំថ្នាំថ្មីទៀតហើយបាទព្យាបាលជំងឺផ្លោកនោមបាទនិងតម្រងនោមដែលអ្នកនៅកំពង់ចាមគាត់កំងហើយគាត់មានបញ្ហាកាលពីមុនហ្នឹងនោមឈឺនោមឈាមនោមអត់ចេញណាបាទបានន័យថាមានជាតិកបោឬក៏មានគ្រោះក្នុងផ្លោកនោមបាទដល់ឥឡូវគាត់ធូរហើយគាត់កំងថែមបាទកំងថែមឥឡូវគាត់ថាគាត់ធូរច្រើនហើយតែឥឡូវទៅគាត់ថាគាត់នោមរឿងញឹកនោមតិចបាទអញ្ចឹងថ្នាំខាងមុខនេះគឺជាថ្នាំព្យាបាលជំងឺតម្រងនោមផ្លោកនោមដែលសម្រាប់អ្នកមានបញ្ហានោមឈឺនោមឈាមនោមទាស់នោមតិចនោមញឹកបាទប៉ុន្តែដោយសារតែគាត់មានបញ្ហាមួយទៀតកាពះពោះវៀនផងអញ្ចឹងខាងនេះត្រូវលាយបញ្ចូលបាទក្នុងថង់មួយនេះបាទសំទោសបាទថង់មួយនេះបាទថង់មួយនេះច្រឡំបាទនេះជាថ្នាំកាពះពោះវៀនដែលត្រៀមនឹងដាក់លាយចូលគ្នាជាមួយនឹងថ្នាំតម្រងនោមផ្លោកនោមជូនគាត់បាទខាងបងប្រុសគាត់នៅកំពង់ចាមហើយចំណែកមួយនេះវិញគឺជាថ្នាំកាពះពោះវៀនទេសម្រាប់អ្នកនៅភ្នំពេញបាទហើយនឹងគាត់កើតរដូវបាតផងអញ្ចឹងជម្រាបជូនពុកម៉ែបងប្អូនថាខាងខ្ញុំនេះអត់មានផ្សំទុកទេថ្នាំបាទថ្នាំគ្រប់មុខទាំងអស់អត់ផ្សំទុកទេគ្រប់ជំងឺទាំងអស់ទាល់តែពុកម៉ែបងប្អូនត្រូវការបានផ្សំជូនណាដោយសារតែមនុស្សយើងម្នាក់មានរោគអត់ដូចគ្នាទេបាទអត់ដូចគ្នាទេម្ល៉េះហើយគឺមិនអាចផ្សំបានទេផ្សំទុកអត់ត្រូវទេបាទសូម្បីតែអ្នកមានជំងឺកាពះពោះវៀនមក5នាក់ខុសគ្នាទាំង5នាក់អាការៈរោគខុសគ្នាការផ្សំថ្នាំក៏មិនដូចគ្នាដែរហើយពាក់ព័ន្ធនឹងតម្រងនោមផ្លោកនោមដូចគ្នាដែរអ្នកខ្លះគាត់ត្រឹមតែលាកតម្រងនោមឬផ្លោកនោមបង្ហូរនោមអីចឹងទៅដល់ទៅពេលអ្នកខ្លះទៀតគាត់ក៏មានជំងឺគ្រោះឬមួយក៏ជាតិក្បៅនៅក្នុងតម្រងនោមឬក៏ផ្លោកនោមបាទអញ្ចឹងការផ្សំថ្នាំអត់ដូចគ្នាទេខាងខ្ញុំត្រូវរៀបចំផ្សំទៅតាមអាការៈរោគមនុស្សម្នាក់ផ្សេងពីគ្នាបានន័យថាជំងឺនីមួយមិនដូចគ្នាទេអញ្ចឹងជម្រាបជូនពុកម៉ែបងប្អូនថាបើសិនជាចង់ព្យាបាលជាតើចេះផ្សំទៅតាមរោគរបស់អ្នកជំងឺបាទអានឹងខាងខ្ញុំគឺមានបទពិសោធន៍បែបហ្នឹងបាទថាគាត់ឈឺយ៉ាងម៉េចឧទាហរណ៍ថាដូចបងប្រុសម្នាក់នៅកំពង់ចាមដែលគាត់កំងបន្ថែមហ្នឹងអញ្ចឹងធម្មតាអ្នកដែលមានគ្រោះក្នុងតម្រងនោមក៏ដូចជាផ្លោកនោមហ្នឹងអាចបណ្ដាលឲ្យឈឺចង្កេះផងឈឺពីក្រោយទៅជែកជូនថាបើសិនជាមានគ្រោះតម្រងនោមឈឺចង្កេះខាងស្ដាំពីក្រោយបើសិនជាផ្លោកនោមឈឺចង្កេះខាងឆ្វេងបាទពីក្រោយដូចគ្នាដែរអញ្ចឹងយើងអាចនោមមកតិចនោមមកញឹកបាទនោមមកមានឈាមតក់នោមក្តៅអីចឹងទៅបាទតែបើសិនជាលាកបង្ហូរនោមគឺយើងនោមឈឺនោមកាហាយហើយបាទតែសូមបញ្ជាក់ជូនពុកម៉ែបងប្អូនថាបើសិនជាលាកតម្រងនោមមួយទៀតក៏អាចឈឺកលៀតក្អមខាងស្ដាំផងដែរបើសិនជាលាកផ្លោកនោមជំងឺផ្លោកនោមអាចឈឺខាងឆ្វេងបាទកលៀតក្អមខាងឆ្វេងបាទហើយក៏សូមជម្រាបជូនពុកម៉ែបងប្អូនថាបើសិនជាចង់បានថ្នាំខ្មែរដើម្បីយកទៅព្យាបាលជំងឺបាទហើយមានជំងឺពិបាកក្នុងការព្យាបាលអាចពិគ្រោះបានតាមលេខទូរស័ព្ទរបស់ខ្ញុំ097 31 13 046 069 30 21 88ឬក៏អាចចូលមកកាន់ Facebook ឆៃលៀងឆៃលីនិង Page គ្រូសេងថ្នាំឆ្នាំងឬក៏អាចតាក់ទងតាម Telegram របស់ខ្ញុំ097 31 13 046ដែលមានឈ្មោះថាគ្រូសេងថ្នាំឆ្នាំងដូចគ្នាបាទអាចពិគ្រោះគ្នាបានបាទបើសិនជាពុកម៉ែបងប្អូនមានជំងឺហើយមានចម្ងល់ចង់ព្យាបាលតាក់ទងមកចោះអត់ខុសទេសូមបញ្ជាក់ជូនថាខាងខ្ញុំនៅតំបន់ភ្នំជុំវិញអត់សូវមានសេវាទូរស័ព្ទពេលខ្លះទេអត់ចូលអញ្ចឹងសូមអធិស្ឋានពុកម៉ែបងប្អូនអាចឆាតតាម Facebook ឬក៏ Page Telegram នៅពេលដែលខ្ញុំរួចពីការងារជីកថ្នាំកាប់ថ្នាំកញ្ចាំថ្នាំទៅខ្ញុំអាចនឹងឆែកមើលទូរស័ព្ទឃើញខ្ញុំនឹងឆ្លើយតបឬក៏ទេទៅវិញបាទហើយក៏សូមអរគុណចំពោះពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាក្នុងការតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជូនពរពុកម៉ែបងប្អូនមានសំណាងល្អមានសុខភាពល្អរោគស៊ីមានបាននិងអាយុវែងយឺនយូរបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ